បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ជាទីរាប់អានថ្ងៃនេះយើងនឹងចេញជាវីដេអូរបៀបកាត់តវីដេអូក្នុង InShot បាទក្នុង InShot នេះកាលពីមុនយើងប្រើ CapCut ឥឡូវទៅ CapCut វាអាប់ដេតឡើងសារថ្មីទៅយើងអាចបានប្រើប្រាស់ CapCut អាចយក InShot នឹងជំនួស CapCut បានណាបងប្អូន CapCut ពេលបច្ចុប្បន្ននេះគឺវា viral មែនតើវាធ្វើជាយើងអញ្ចឹងណាហ្នឹងហើយពិបាកនឹងប្រើជាប់ Pro ជាប់អីណាជាប់ logo អីហើយយើងចូលក្នុង InShot នេះចូលកាត់ក្នុង InShot ជំនួស CapCut ក៏បាន 100% ដែរបងប្អូនហើយយើងចុចក្នុង InShot មកហើយចុចកន្លែងវីដេអូនេះបងប្អូនហើយចុចសញ្ញាបូកនេះមកហើយយើងរើសរូបភាព background សម្រាប់យើងដាក់នៅលើក្រោយវីដេអូយើងបងប្អូនចុចនេះមួយមកចុច text ហើយបងប្អូនទាញកន្ទុយនេះឲ្យវែងតិចមកទាញឲ្យស្មើនឹងវីដេអូរបស់យើងបងប្អូនណាវីដេអូដែលយើងថត screen ហ្នឹងហើយយើងត្រឡប់មកដើមវិញមកបាទហើយយើងស្រេទៅនេះយើងមើលមើលតែវាត្រូវនឹងទម្រង់ YouTube អត់បាទហើយយើងចុចទៅនេះមួយមកបើយើងចង់ទាញឲ្យវាគៀកតិចចុចទាញនេះមកបងប្អូនទាញមកឲ្យវានេះវាពេញអញ្ចឹងណាហើយចុច tick មកចុច crease នេះមកបាទហើយយើងចូលយកវីដេអូដែលយើងថត screen ហ្នឹងបងប្អូនចូលនៅមកជួរទៅនេះបងប្អូនទាញដៃយើងមកខាងស្វែងមកទាញចេះមកហើយយើងចុចទៅនេះចុចសញ្ញាដែលខ្ញុំចង្អុលហ្នឹងបងប្អូនហើយយើងចូលរើសយកវីដេអូមួយណាយើងចុចកន្លែងនេះមកហើយចូលរើសវីដេអូដែលយើងថត screen ហ្នឹងបាទហើយយើងទាញនេះមកទាញឲ្យស្មើល្មមមកបាទបន្តមកទៀតយើងទាញមើលវីដេអូយើងទៅវែងប្រហែលនាទីបាទហើយនៅវែងហើយយើងចុច crease ទៀតសិនមកហើយយើងទាញ background នេះមកបាទអាចស្មើនឹងវីដេអូដែលយើងថត screen បាទប៉ុណ្ណឹងមកបាទហើយយើងទាញចេញមកវិញមកបន្តទៀតយើងចុចទៅនឹងម្ដងទៀតបងប្អូនហើយទៅរកស៊ុំដើម្បីយើងដាក់ចូលក្នុងវីដេអូដែលយើងថត screen ហ្នឹងចុចទៅនឹងមួយមកហើយយើងរើស screen ដែលយើងចង់ដាក់បញ្ចូលឧទាហរណ៍ខ្ញុំយក screen មួយនេះទូរស័ព្ទពណ៌នេះខ្ញុំរើមួយទៀតបាទបងប្អូនខ្ញុំយកមួយនេះរូបភាពមួយហ្នឹងបាទដើម្បីយើងដាក់ចូលក្នុងនេះហើយទាញមកឲ្យវាស្មើនឹងទូរស័ព្ទយើងវីដេអូដែលថត screen ហ្នឹងបងប្អូនបាទធ្វើយ៉ាងម៉េចឲ្យវាស្មើស្អាតបងប្អូនបាទមកប៉ុណ្ណឹងទៅទាញឲ្យស្មើឲ្យស៊ីគ្នាស្អាតដូចជាក្នុងទម្រង់ទូរស័ព្ទអីទៅហើយយើងទាញនេះទាញរូបស៊ុំទូរស័ព្ទនឹងទៀតទាញឲ្យប្រវែងនឹងវីដេអូដែលយើងថត screen នឹងមកបាទប៉ុណ្នេះមកហើយយើងទាញវិញមកបាទប៉ុណ្ណឹងហើយយើងចុចទៅនេះទៀតបងប្អូនចូលនៅកន្លែងមួយជួរនៅក្នុងលើដែរហើយយើងទាញមកនេះមកហើយយកម៉ាស់នេះកន្លែងនេះគេហៅថាម៉ាស់ណាចុចទៅនេះមកហើយយើងចុច
ទៅនេះកន្លែងនេះកន្លែងក្រេ4ជ្រុងហ្នឹងបងប្អូនបាទយើងមើលវីដេអូយើងវាមើលត្រឹមត្រូវហើយឬនៅអញ្ចឹងវាស្មើហើយយើងចុចទៅលើវីដេអូយើងនេះមកខាងក្រោមនេះបងប្អូនហើយចុចម៉ាស់នឹងទៅទៀតហើយចូលកន្លែងនេះដដែលហើយទាញនេះបងប្អូនទាញអាព្រុយនៅខាងលើវាផុតស្មើនឹងកែមទូរស័ព្ទយើងមកទាញមកថាប៉ុណ្្នឹងស្អាតហើយយើងចុចគ្រីសនេះមកបងប្អូនបាទឬក៏អត់ចង់វាឲ្យរូបវីដេអូយើងថត screen ហ្នឹងយើងចុចទៅនេះមកឲ្យវាមើលស្អាតដូចទម្រង់ទូរស័ព្ទយើងចឹងបងប្អូនយើងជ្រេតិចមកធ្វើម៉េចឲ្យវាស្អាតណាទៅទៀតយើងចុចគ្រីសទៀតមកបាទហើយយើងចុចឲ្យកន្លែងរូប zoom ទូរស័ព្ទនេះបងប្អូននេះវានៅខាងលើហើយចុចគ្រីសមកបាទបន្តទៀតយើងចាក់ play មកបាទសូមឃើញទេបងប្អូនបាទសូមអរគុណហើយយើងចុចដើម្បីទុកវីដេអូនឹងបានយើងចុចខាងលើនេះបងប្អូន save ទុកមកហើយយើងស្រីចង់បានវីដេអូយើងកម្រិតណាខ្ញុំយក18បងប្អូនហើយខ្ញុំ save ទៅនេះមកយក18ហើយខ្ញុំ save នៅខាងលើនេះចុច save មួយមកបាទតែនេះក៏វងពីដើរហើយបងប្អូនបាទបងប្អូនធ្វើតាមវីដេអូហ្នឹងมันខុសទេបងប្អូនខ្ញុំអត់បានកាត់តអត់បានអីទេហ្នឹងហើយធ្វើលក្ខណៈជួយបងប្អូនទាំងអស់គ្នាឲ្យបានចេះដឹងទាំងអស់គ្នាអញ្ចឹងណាហ្នឹងហើយខ្ញុំក៏អត់ចេះច្រើនដែរបងប្អូនដើម្បីចែករំលែកដល់បងប្អូនយើងទាំងអស់គ្នាដែលអ្នកមិនតន់ចេះបើសិនជាអ្នកចេះហើយអាចរំលងវីដេអូបានអញ្ចឹងណាបាទសូមអរគុណបងប្អូនអរគ្នា